នឹងពេលដែលយើងធ្វើទឹកដោះចន្ទីហើយនៅសល់កាកអញ្ចឹងហើយយើងអាចយកកាកទៅលាយជាមួយនឹងពងមាន់ចៀនគឺពិតជាឆ្ងាញ់មែនទែនសូម្បីក្មេងៗញ៉ាំគាត់អត់ដឹងថាខ្ញុំលាយជាមួយនឹងក្របស្វាយចន្ទីដែលនៅសល់បងប្អូនអញ្ចឹងតាមបទពិសោធន៍របស់ខ្ញុំការគៀបដល់តុទី3គឺរឹតតែបន្ថយនៃកាកព្រោះយើងធ្វើឲ្យវាមានជាតិខាប់ដើម្បីទទួលបានប្រូតេអ៊ីនព្រោះបើយើងទុកកាកច្រើនពេកគឺអាជាតិប្រូតេអ៊ីនទាំងអស់គឺនៅក្នុងកាកនឹងឯងគឺជាអ្វីដែលយើងគួរសោកស្ដាយប៉ុន្តែបើសិនបងប្អូនយកទៅជៀនជាមួយពងទាអូខេចឹងអាហ្នឹងគឺជាលទ្ធផលដែលខ្ញុំទទួលបានប៉ុណ្ណឹងដបហើយខ្ញុំញ៉ាំតែ2ថ្ងៃគឺអស់បងប្អូនរាល់ថ្ងៃហ្នឹងគឺរវល់ហ្មងទឹកចន្ទីផងធ្វើយ៉ាអូផងគឺរវល់ហ្មងហើយបើជាស៊ីតហើយនឹងសរងវាអត់ទៅពិបាកដែរបងប្អូនគាត់ថាត្រាំវាទឹកចោលទៅអីទេនៅពេលខ្ញុំត្រាំទឹកចោលគ្រាប់ឈាខ្ញុំទុកវាមកដប់ដើម្បីទុកកូនសៃរបស់ខ្ញុំហើយខ្ញុំធ្វើលាយវាថែមលាយសរងថែមអញ្ចឹងខ្ញុំអាចលាយជាមួយនឹងដាក់ឈាជាមួយនឹងសរងចូលគ្នាខ្ញុំចាក់ទឹកក្តៅបន្ថែមទៀតអញ្ចឹងណាបងប្អូនបន្តមកទៀតយើងកូរវាឲ្យវាកូរចូលជាមួយនឹងទឹកបានល្អហើយយើងទុកវារីកទៅអត់អីទេយើងទុកឲ្យវាត្រជាក់បន្ទាប់ពីវារីកហើយត្រជាក់ខ្ញុំយកវាទៅដាក់ក្នុងទូទឹកកកហើយអានេះគឺជាបរិមាណដែលខ្ញុំធ្វើយកទូទឹកកកដែរហើយស្អែកឡើងខ្ញុំយកវាមកចៀនអញ្ចឹងណាបងអញ្ចឹងយើងយកវាមកវាយមកសម្រាប់ខ្ញុំគឺខ្ញុំអត់មានថែមគ្រឿងក្រឹកឲ្យច្រើនទេបងប្អូនដោយសារខ្ញុំកាត់បន្ថយអាគ្រឿងទេសអញ្ចឹងណាខ្ញុំបន្ថែមតែជាមួយនឹងទឹកត្រីបន្តិចទេអំបិលប៊ីចេងស្ករដាក់ព្រោះសារតែទឹកត្រីនេះគឺជាទឹកត្រីធម្មតាទេហើយចន្លោះពេលហ្នឹងគឺខ្ញុំจะហុយពងមាន់ថ្ងៃនេះខ្ញុំកាត់បន្ថយព្រោះដោយសារខ្ញុំជៀនវាអស់2គ្រាប់ហើយអញ្ចឹងខ្ញុំจะហុយទៅ6ទេហើយដោយសារតែម្ហូបរបស់ខ្ញុំថ្ងៃនេះក៏មានបន្លែច្រើនដែរអញ្ចឹងមានស្លឹកបាសហើយនឹងត្រីហើយនឹងឆ្អឹងទៀតអញ្ចឹងគឺមានថាបរិមាណខ្ញុំញ៉ាំទៅព្រឹកហ្នឹងគឺមានពងមាន់2គ្រាប់ដែលជៀនហ្នឹងហើយជាមួយនឹងស្ងោរត្រីស្លាតជាមួយស្លឹកបាសនិងតឡាចបងប្អូនឥឡូវយើងវាយវាចូលម៉ត់ល្អបានល្អហើយអញ្ចឹងខ្ញុំយកខ្ទឹមបំពងឲ្យវាឈ្ងុយសិនមកបន្ទាប់ពីវាឈ្ងុយហើយបានខ្ញុំចាប់ដើមចាក់ពងមាន់ដែលយើងវាយមុននឹងចូលអញ្ចឹងបងប្អូនអញ្ចឹងការបើធ្វើបែបនេះគឺធ្វើឲ្យរសជាតិរបស់យើងរឹតតែឆ្ងាញ់ហើយដលងដែលខ្ញុំច្រោយហើយខ្ញុំយកមកអាំងបន្ថែមទៀតដើម្បីឲ្យកាន់តែឆ្ងាញ់អរគុណ